តម្លៃហាងចេញវាបានធ្លាក់ចុះប្រមាណជាជាង$200ក្នុងមួយអោនកាលពីយប់មិញតើមានមូលហេតុអ្វីបានជំរុញឲ្យមាសមានការធ្លាក់ចុះគំហុកបែបនេះបើកអ្នកនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃប្រហ័សទី5ខែកុម្ភៈឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសកាលពីយប់មិញគឺមានការធ្លាក់ចុះខ្លាំងប្រមាណជាជាង$200ក្នុងមួយអោនពីកម្រិតខ្ពស់ហើយមូលហេតុដែលជំរុញឲ្យមាសមានការធ្លាក់ចុះនោះគឺដោយសារតែសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នាជួបពិភាក្សាកម្រិតខ្ពស់នៅថ្ងៃសុក្រទី6ខែកុម្ភៈឆ្នាំ2026ខាងមុខនេះនៅក្នុងប្រទេសអូម៉ង់ហើយវាក៏ជាសញ្ញាមួយបង្ហាញពីភាពធូរស្រាលមកវិញនៃផ្នែកភូមិសាស្ត្រនយោបាយផងដែរយើងមកមើលហាងចេញមាសនៅក្នុងព្រឹកនេះទាំងអស់គ្នាថាតើនឹងមានទំនោរបែបណាបន្តហើយតម្លៃណាខ្លះដែលយើងអាចធ្វើការទិញលក់បានជាពិសេសបងប្អូនដែលរងចាំទិញមាសគីឡូយើងគួររងចាំទិញពីតម្លៃណាបាទជាងយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំមើលឃើញថាអាចនឹងមានការធ្លាក់ចុះទៅខាងក្រោមវិញព្រោះដោយសារតែមាសដោយបងប្អូនបានដឹងហើយកាលពីដើមសប្តាហ៍មានការធ្លាក់ចុះខ្លាំងហើយយើងឃើញថាក៏មានការរីត្រេសឡើងមកវិញយ៉ាងខ្លាំងដូចគ្នាហើយការរីត្រេសឡើងមកនេះគឺយើងឃើញថាឡើងមកប៉ះជាមួយនឹងចន្លោះ correction ទី2មក correction ទី3ដែលគេហៅថាជាតំបន់ golden zone ណាអញ្ចឹងគឺជាតំបន់ដែលខ្ញុំឲ្យបងប្អូនធ្វើការត្រៀមលក់នឹងឯងបាទអញ្ចឹងមាសគីឡូបច្ចុប្បន្នអត់ទាន់អាចធ្វើការទិញបានទេបាទអាចរងចាំតិចទៀតហើយសម្រាប់ការជួញដូរហាងឆេងបាទការ trade ហាងឆេងនៅក្នុងថ្ងៃនេះខ្ញុំបានបែងចែកចេញជា3កម្រិតទាបហើយនិង3កម្រិតខ្ពស់បងប្អូនសម្រាប់កម្រិតទាបមាន3កម្រិតនោះទី1នៅ$4,846ក្នុងមួយអោនទី2នៅ$4,727ក្នុងមួយអោនហើយនិងទី3នៅ$4,604ក្នុងមួយអោនបាទជាកម្រិតដែលយើងអាចធ្វើការត្រៀមទិញឡើងសម្រាប់កម្រិតខ្ពស់ដែលយើងអាចធ្វើការលក់ចោះបាទទី1គឺនៅ$5,087ក្នុងមួយអោនទី2នៅ$5,210ក្នុងមួយអោនហើយនិងទី3នៅ$5,329ក្នុងមួយអោនបាទសម្រាប់មាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញថានឹងមានការធ្លាក់ចុះមកខាងក្រោមបន្តបន្ថែមទៀតហើយអាចនឹងទៅទិសដៅវាគឺគោលដៅនៅ$4,846ក្នុងមួយអោនដែលជាកម្រិតទាបមួយក្បែរកម្រិតទាបការប្រយុទ្ធមិញណាអញ្ចឹងបើធ្លាក់មកដល់កម្រិតនឹងមាសបកអត់ដាច់ទេបងប្អូនអាចពិចារណាធ្វើការទិញឡើងបាទនេះបាទប៉ុន្តែខ្ញុំបញ្ជាក់ការទិញនេះសម្រាប់បងប្អូនដែល trade ណាហើយក្នុងករណីបើវាបំបែកវានឹងបន្តធ្លាក់ចុះទៅខាងក្រោមបន្ថែមទៀតបាទនិយាយទៅមាសនៅក្នុងថ្ងៃនេះខ្ញុំ recommend ឲ្យធ្វើការលក់ច្រើនជាងទិញហើយខ្ញុំបញ្ជាក់បន្តិចសម្រាប់បងប្អូនដែលកក់ទិញមាសគីឡូណាអាចរងចាំឲ្យវាធ្លាក់ផុតកម្រិតនឹងសិនយ៉ាងហោចណាស់អាចទៅកម្រិតទាបចាស់របស់វា$4,400ឬក៏បើសិនជាធ្លាក់ទាបជាងនឹងអាចទៅ$4,200ក្នុងមួយអោនដែលជាតម្លៃល្អក្នុងការទិញមាសគីឡូមកវិញណាបងប្អូនដែលមានគំនិតចង់ទិញទុកយូរបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំនៅមើលឃើញការលក់ចោះល្អជាងការទិញឡើងហើយបើសិនមានអីប្រែប្រួលមានតម្លៃល្អក្នុងការចូលទីផ្សារខ្ញុំនឹងអាប់ដេតបងប្អូនបន្ថែមទៀតនៅក្នុងក្រុមរបស់យើងបាទជាសម្រាប់បងប្អូនដែលចង់បើក Kennedy Trade ហាងចេញមាសបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទឬក៏តាមរយៈ Telegram ដែលខ្ញុំបានដាក់នៅក្នុង caption យ៉ាងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ